បាទគ្រប់ជិះសួរពុកម៉ែបងប្អូនឥឡូវនេះខ្ញុំបាទបងប្អូនគ្រប់ជំសួរពុកម៉ែបងប្អូនដែលតាមដានលើការធ្វើយន្តហោះរបស់ខ្ញុំហើយមានបងប្អូនខ្លះក៏តែងតែខមមិនសួរថាថ្ងៃណាហោះថ្ងៃណាធ្វើហើយអញ្ចឹងតែខ្ញុំចង់ប្រាប់បងប្អូនថាឥឡូវចូលខែតិចអញ្ចឹងខ្ញុំមកសូបានធ្វើប៉ុន្មានទេហើយយន្តហោះខ្ញុំចាប់ដើមធ្វើផ្ទៃម្ដងអត់អាចធ្វើលឿនតាមអ្វីដែលយើងចង់បានទេព្រោះថាយើងនៅសិក្សានៅបន្ថែមគ្រឿងនៅស្វែងយល់បន្ថែមព្រោះថាវាដើម្បីសុវត្ថិភាពដល់យើងដែលអ្នកបើកបរអញ្ចឹងបងប្អូនហើយបើយើងចង់បានលឿនវាមិនអាចបានលឿនអ្វីដែលយើងចង់បានទេបងប្អូនហើយមានខមមិនល្អជាច្រើនដែលបានលើកទឹកចិត្តថាខំប្រឹងធ្វើទៅដើម្បីជួយជាតិយើងបានច្រើនខ្ញុំចង់ប្រាប់មុនថាវាមិនអាចជួយជាតិបានច្រើនទេតែវាជាដំបូងយើងអាចធ្វើជាមួយជាគំរូសិនតែនៅពេលណាដែលយើងចេះយើងអាចបើកព្រៀនកូនខ្មែរយើងជាច្រើនចឹងហើយបើមានការលើលឺខ្វះខាតអីសូមបងប្អូនកុំប្រកាន់ព្រោះថាខ្ញុំធ្វើនេះធ្វើតាមតែសមត្ថភាពខ្ញុំអាចធ្វើបានប៉ុន្មានខ្ញុំយកប៉ុណ្ណឹងហើយសម្រាប់ខ្ញុំធ្វើនេះខ្ញុំធ្វើនៅប្រទេសកូរ៉េហើយវាមានអាកាសធាតុមិនសូវអំណោយផលទេបងប្អូនវាត្រជាក់ខ្លាំងឃើញបងប្អូនឃើញនេះលើក្បាលខ្ញុំមានសម្រាប់ឧបករណ៍ពាក់ជាកម្ដៅត្រជាក់អញ្ចឹងបងប្អូនហើយនៅក្បែរម៉ាស៊ីនហ្នឹងក៏មានម៉ាស៊ីនកម្ដៅដែរហើយនេះសកម្មភាពរបស់ខ្ញុំចាក់ប្រេងបញ្ចូលធុងសាំងយន្តហោះខ្ញុំតេស្តសាកអញ្ចឹងបងប្អូនវាមានហើយទាំងអស់ទេហើយបញ្ជាក់ប្រាប់ថាបងប្អូនណាសម្រាប់យន្តហោះខ្ញុំនេះខ្ញុំធ្វើជាតែម្នាក់ទេហើយម៉ាស៊ីននេះវិញខ្ញុំធ្វើผิดអត់មានយក model តាមគេទេខ្ញុំធ្វើតាមខ្លួនឯងខ្លះយក model តាមគេតែវាមិនដូចទាំងអស់ទេតែវាខុសគេភាគច្រើនហើយបច្ចេកទេសអីគឺអាស្រ័យលើខ្ញុំផ្ទាល់អញ្ចឹងបងប្អូនគំនិតរបស់ខ្ញុំផ្ទាល់ហើយការធ្វើ design ឆ្នៃ mode ឆ្នៃអីពណ៌អីខ្ញុំធ្វើខ្លួនឯងហើយសម្រាប់ម៉ាស៊ីនអីក៏ខ្ញុំទិញមកពីក្រៅប្រទេសដែរហើយសម្រាប់បងប្អូននៅប្រទេសខ្មែរតែសួរថាម៉ាស៊ីននឹងថ្លៃប៉ុន្មានហើយទិញមកពីណាសម្រាប់បងប្អូនដែលចង់បានម៉ាស៊ីនហ្នឹងចង់ធ្វើទីដ្រូនអត្តឃាតអីក៏បានដែរអាចទាក់ទងមកខ្ញុំនឹងជួយទិញជូនហើយសម្រាប់ថ្លៃធ្នូបងប្អូនអ្នកចេញតម្លៃខ្លួនឯងខាងសេវាករសេវាថ្លៃផ្ញើបងប្អូនចេញឡើងខ្ញុំអាចជួយទិញឲ្យបងប្អូនបានបើសិនជាបងប្អូនចង់ជួយធ្វើខាងដូចជាដ្រូនអត្តឃាតអីបងប្អូនសម្រាប់ធ្វើការជួយជាតិគឺម៉ាស៊ីនហ្នឹងត្រឹមត្រូវបងប្អូនអាចធ្វើជាដ្រូន RC ក៏បានធ្វើជាដ្រូនអត្តឃាតបងប្អូនចេះអញ្ចឹងហើយសម្រាប់ឥឡូវបងប្អូនអាចជួយជាតិបានច្រើនអញ្ចឹងហើយខ្ញុំពេលខ្ញុំបើសិនជាបងប្អូនចង់ខ្ញុំជួយទិញឲ្យខ្ញុំអត់គិតថ្លៃសេវាទេគ្រាន់ថាអស់ប្រហែលបងប្អូនចេញខ្លួនឯងអញ្ចឹងហើយដោយសារតែមានបងប្អូនមានចំណាប់អារម្មណ៍ច្រើនលើវីដេអូដែលខ្ញុំផលិតយន្តហោះហ្នឹងគឺខ្ញុំបានផលិតយូរដែរប៉ុន្តែដោយសារតែខ្ញុំរវល់ធ្វើការឲ្យគេចឹងបងប្អូនអត់ស្ទើរមានពេលធ្វើមួយថ្ងៃខ្ញុំធ្វើបានតែកន្លះម៉ោងទៅ1ម៉ោងឯងបងប្អូនចឹងហើយវាយឺតមែនទែនហើយខ្ញុំនៅចាំរបស់ដែលយើងកំងមកពីក្រៅប្រទេសចឹងមកទៅដល់មួយហើយវាចំណាយពេលយូរហើយយើងធ្វើមុំថៅមួយមានខុសមានត្រូវភាគច្រើនយើងធ្វើខុសវាយើងធ្វើសាឡបងអញ្ចឹងវាអាចដូចយើងធ្វើមួយហើយទេព្រោះថាវានេះថ្មីសម្រាប់ខ្ញុំទាំងអស់គឺចាប់ដើមសេចក្តីដំបូងតែម្ដងហើយសម្រាប់ខ្ញុំធ្វើនេះគឺខ្ញុំមើលតាមអ៊ីនធឺណិតខ្លះហើយនឹងស្រាវជ្រាវខ្លួនឯងខ្លះហើយការចាំចេះខ្លះហើយនេះខ្ញុំគឺចាប់ផ្ដើមធ្វើតេស្តម៉ាស៊ីនបងប្អូនខ្ញុំចាប់ផ្ដើមធ្វើការនេះហើយខ្ញុំទៅណាក៏មិនអាចចោលទង់ជាតិខ្មែរយ៉ាងណាខ្ញុំតែងតែទិញមកដាក់នៅក្នុងទូបឬក៏តាមរោងចក្រដែលខ្ញុំធ្វើការអញ្ចឹងហើយអរគុណទៅការដែលបានផ្ដល់កន្លែងដែលខ្ញុំធ្វើនេះគឺគាត់ផ្ដល់ជូនឲ្យតែម្ដងបងគាត់អត់ថៃទេហើយគ្រឿងដែលខ្ញុំធ្វើយន្តហោះនេះក៏បោះថាការដែរហើយគាត់អត់បានថ្វាយថៃខ្ញុំទេគាត់ស្រឡាញ់បងប្អូនខ្មែរយើងថ្ងៃនេះសកម្មភាពយើងធ្វើតែម៉ាស៊ីននេះឥឡូវបងប្អូនខ្ញុំស្ដាប់សលេងម៉ាស៊ីនខ្ញុំដែរបងប្អូនស្ដាប់ថាវាមានសលេងយ៉ាងណាហើយដំណើរការយ៉ាងណា